ផ្លែអាឡឹកជាមួយនឹងទឹកឃ្មុំញ៉ាំចូលគ្នាក្នុងអំឡុងពេលតែមួយគឺបណ្ដាលឲ្យយើងពុលហើយពុលនោះមិនមែនពុលធម្មតាទេពុលដល់ថ្នាក់ស្លាប់បងប្អូនទាំងអស់គ្នាខ្ញុំអត់ដឹងថាព័ត៌មានហ្នឹងវាពិតឬមិនពិតទេប៉ុន្តែចាស់គាត់និយាយតគ្នាអញ្ចឹងនេះគឺជាផ្លែអាឡឹកហើយនេះគឺជាទឹកឃ្មុំនេះគឺជាទឹកឃ្មុំសល់នៅក្នុងអំឡុងខែ4ថាម៉េចផ្លែអាឡឹកជាមួយនឹងទឹកឃ្មុំញ៉ាំចូលគ្នាក្នុងពេលតែមួយបណ្ដាលឲ្យយើងពុលស្លាប់និយាយលេងសាច់អីបងប្អូនតាំងពីខ្ញុំខ្លាយទៅជាអ្នកលក់ទឹកឃ្មុំមកក្នុងផ្ទះរបស់ខ្ញុំមិនដែលមានផ្លែអាឡឹកសំបីតែមួយផ្លែមូលហេតុនោះគឺដោយសារតែខ្ញុំបានឮចាស់ពីមុនមកគាត់បាននិយាយតគ្នាប្រាប់ថាផ្លែអាឡឹកជាមួយនឹងទឹកឃ្មុំញ៉ាំចូលគ្នាក្នុងអំឡុងពេលតែមួយគឺបណ្ដាលឲ្យយើងពុលហើយពុលនោះមិនមែនពុលធម្មតាទេពុលដល់ថ្នាក់ស្លាប់បងប្អូនទាំងអស់គ្នាខ្ញុំអត់ដឹងថាព័ត៌មានហ្នឹងវាពិតឬមិនពិតទេប៉ុន្តែចាស់គាត់និយាយតគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំអត់មកញ៉ាំផ្លែអាឡឹកជាមួយនឹងទឹកឃ្មុំឲ្យបងប្អូនទស្សនាទេប៉ុន្តែខ្ញុំគ្រាន់តែចង់សួរបងប្អូនទាំងអស់គ្នាថាតើរវាងទឹកឃ្មុំជាមួយនឹងផ្លែអាឡឹកនៅពេលដែលយើងហូបចូលគ្នាក្នុងអំឡុងពេលតែមួយហ្នឹងវាធ្វើឲ្យយើងពុលដល់ថ្នាក់ស្លាប់ពិតប្រាកដមែនអត់បើសិនបើបងប្អូនទាំងអស់គ្នាបានមានបទពិសោធន៍ធ្លាប់ហូបផ្លែអាឡឹកជាមួយនឹងទឹកឃ្មុំកុំភ្លេច comment នៅខាងក្រោមវីដេអូផងណាហើយនេះគឺជាទឹកឃ្មុំព្រៃទឹកឃ្មុំដែលខ្ញុំលក់ចាយជូនឲ្យភ្ញៀវរាល់ថ្ងៃនេះជាទឹកឃ្មុំសល់នៅក្នុងអំឡុងខែ3និងខែ4ទឹកឃ្មុំខាងខ្ញុំគឺជាប្រភេទឃ្មុំព្រៃចង្អេរធំនៅតាមដើមឈើខ្ពស់ៗតំបន់ព្រៃក្រាស់នៅលើភ្នំសម្រាប់បងប្អូនដែលចង់បានប្រភេទឃ្មុំព្រៃឃ្មុំសុទ្ធល្អឃ្មុំចង្អេរជាប្រភេទទឹកឃ្មុំ natural ធម្មជាតិបងប្អូនឆាតចូលពេកណាព្រោះខាងខ្ញុំគឺលក់តែប្រភេទទឹកឃ្មុំ natural ធម្មជាតិប្រភេទឃ្មុំព្រៃចង្អេរនឹងឯងអរគុណបងប្អូនទាំងអស់គ្នា